នគរបាលចរាចរណ៍ខេត្តកណ្ដាលរត់ចោលគោលដៅបាល់ល្បឿនបន្ទាប់ពីបង្កបញ្ហាជាមួយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវរួចមកហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ3ស្ថិតនៅឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលថ្ងៃទី2ខែមេសាឆ្នាំ2025មូលហេតុគឺមន្ត្រីនគរបាលចរាចរណ៍ដែលឈរពួនស្ទាក់នៅផ្លូវជាតិលេខ3បានស្ទុះចេញមកខត់រថយន្ត Pick-up Ford មួយគ្រឿងដែលកំពុងបើកបរត្រឹមត្រូវតាមល្បឿនកំណត់ម្ចាស់រថយន្ត Ford បានចង់ហ្វ្រាំងភ្លាមស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកមកបុករថយន្ត Ford ពីក្រោយឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះមន្ត្រីចរាចរណ៍ដែលជាអ្នកបង្កហេតុមិនបានចុះវវែងដើម្បីរកដំណោះស្រាយឲ្យប្រជាពលរដ្ឋទេបែរជានាំគ្នាបើករថយន្តគេចចេញពីគោលដៅអស់តែម្ដងទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ទាំងនោះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម Facebook ព្រោះតែមន្ត្រីទាំងនោះមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួនពាក់ព័ន្ធទង្វើខាងលើលោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលកំពុងស្រាវជ្រាវរកការពិតប្រសិនបើរកឃើញថាមន្ត្រីចរាចរណ៍ស្ថិតនៅក្រោមអាវ៉ាត់របស់លោកធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពិតប្រាកដមែនលោកនឹងមិនយោគយល់ទេគឺត្រូវដាក់វិន័យកងកម្លាំងនគរបាលជាតិឲ្យបានធ្ងន់ធ្ងរបំផុតឥឡូវដល់ពេលមានបញ្ហាចាប់ដើមរើបរ៉ាស់ម៉ែថតពេលដែលមានបញ្ហាចាប់ដើមរើបរ៉ាស់ហើយចោះឡានយកណាគេទទួលខុសត្រូវពេលដែលពងបើកឡានឲ្យប៉ូលីសចូលមកអញ្ចឹងអាណាគេទទួលខុសត្រូវបើយើងខុសពីចាក់យើងចូលផុសតែនេះបើយើងត្រូវយកទឹកតមកយើងមើលឲ្យហើយថាពេលដែលធ្វើខាអញ្ចឹងត្រូវអត់បើសិនជាបងធ្វើការនៅខាងណាបងត្រូវដោះស្រាយបញ្ហាមួយខ្ញុំបងធ្វើការនៅខាងខណ្ឌអីមើលតើឡានខុសអីឡានហ្វតមុខហ្នឹងគាត់ខុសអីបើដើរឆ្លងទន្ទឹមគ្នាហើយឥឡូវបងសមត្ថកិច្ចបងត្រូវមែនហេតុអីបានជាបងរើបរ៉ាស់អត់តដល់មកបងរើទេអត់តដល់មកបងរើបរ៉ាស់ទេមានបញ្ហាគាត់រើហេតុអីបានជាបងតើមានដំណោះស្រាយគេមកឲ្យពួកខ្ញុំហើយខ្ញុំចង់ឲ្យមានដំណោះស្រាយភ្លាមហើយខ្ញុំគឺជិះតាមល្បឿនដែលរដ្ឋាភិបាលកំណត់ឲ្យបងកំតន់អាខ្ញុំសុំសួរបងមួយចាតើខ្ញុំចង់សុំដោះស្រាយតាមសន្តិវិធីជាមួយមានដំណោះស្រាយមួយពួកខ្ញុំសិនបាទដល់សន្តិវិធីចាមានដំណោះស្រាយមួយពួកខ្ញុំសិនមិនមែនបងត្រូវឲ្យបងបើកអស់ចេញតែអញ្ចឹងទេបងមានសមត្ថកិច្ចចាបងមានសមត្ថកិច្ចផ្លូវជាតិលេខ3ហេតុអីបានភ្លាមបងរើបរ៉ាស់អស់គាត់ថាភ្លាមធ្វើប្រាអស់លេងអញ្ចឹងចា